ខត់ខ្លួនជនសង្ស័យជាបរទេសបានជាង80នាក់ក្នុងករណី online scam នៅក្នុងបុរីពេកហួតបឹងស្នោនៅខណ្ឌច្បារអំពៅជនសង្ស័យដែលជាជនបរទេសចំនួន81នាក់ដែលជាប់ពាក់ព័ន្ធទៅនឹងករណី online scam ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅឃាត់ខ្លួនភ្លាមកាលពីថ្ងៃទី26ខែកុម្ភៈឆ្នាំ2026នៅក្នុងប្រតិបត្តិការចុះឆែកឆេរទីតាំងសង្ស័យមួយកន្លែងដែលមានទីតាំងស្ថិតនៅក្នុងបុរីពេញហួតចំណុចផ្ទះលេខ79ផ្លូវ L03 ភូមិអូនដូង1សង្កាត់ព្រែកប្រាខណ្ឌច្បារអំពៅរាជធានីភ្នំពេញផ្អែកលើរបាយការណ៍កសោតវិច័យជនសង្ស័យខាងលើបានលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្រោមរូបភាពលួងលោមស្នេហាជនបរទេសទាំង81នាក់នេះគឺមានជនជាតិចិនចំនួន72នាក់ក្នុងនោះមានស្រី3នាក់ជនជាតិមីយ៉ាន់ម៉ាចំនួន9នាក់មានស្ត្រីចំនួន1នាក់ជាមួយគ្នានេះផងដែរសមត្ថកិច្ចក៏បានដកហូតវត្ថុតាងមួយចំនួនរួមមានកុំព្យូទ័រ all in one ចំនួន51គ្រឿង monitor ចំនួន10គ្រឿង CPU ចំនួន11គ្រឿង laptop ចំនួន2គ្រឿងទូរស័ព្ទបម្រើបទល្មើសចំនួន480គ្រឿងសក់សិប្បនិម្មិតចំនួន12សក់ទូដែកចំនួន1ចំពោះករណីនេះបច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងសហការជាមួយនឹងភាគីពាក់ព័ន្ធដើម្បីបន្តស្រាវជ្រាវបន្ថែមទៀតដើម្បីឈានទៅចាត់វិធានការផ្លូវច្បាប់ចំពោះមេខ្លោងនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះគណៈជនសង្ស័យនិងវត្ថុតាងត្រូវបានប្រកល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងសមត្ថកិច្ចពាក់ព័ន្ធដើម្បីអនុវត្តទៅតាមនីតិវិធីច្បាប់ចំណែកឯទីតាំងខាងលើត្រូវបានបិទគប់មិនឲ្យមានសកម្មភាពអ្វីឡើយនៅពេលបច្ចុប្បន្ននេះគួររំលឹកជូនថាយុទ្ធនាការបោះសម្អាតឆបោកតាមប្រព័ន្ធអនឡាញជាមួយការចាត់វិធានការច្បាប់យ៉ាងជាក់លាក់ស៊ីជម្រៅនៅទូទាំងប្រទេសនៅក្នុងរយៈពេលជាង8ខែកន្លងមកនេះបានបំបែកសម្បុកឧក្រិដ្ឋកម្មនៃការឆបោកតាមប្រព័ន្ធអនឡាញក្នុងរាជធានីភ្នំពេញនិងខេត្តខណៈបានជួយសង្គ្រោះជនរងគ្រោះជាច្រើនអ្នកដែលបានចាញ់បោកមេខ្លោងធ្លាក់ចូលទៅក្នុងអន្ទាក់ឧក្រិដ្ឋកម្មឆបោកនេះក្នុងចំណោមជនពាក់ព័ន្ធនឹងការប្រព្រឹត្តបទអំពើឆបោកមាន26សញ្ជាតិផ្សេងគ្នាជាលទ្ធផលទីតាំងពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកនៅក្នុងរាជធានីភ្នំពេញខេត្តសរុបចំនួនជាង200កន្លែងរួមទាំងកាស៊ីណូផងដែរត្រូវបានបិទគប់មិនឲ្យមានសកម្មភាពទៀតឡើយដោយសមត្ថកិច្ចកំពុងបន្តគ្រប់គ្រងដើម្បីស្រាវជ្រាវនិងកសោតវិច័យនិងអនុវត្តនីតិវិធីច្បាប់ដោយឡែកសមត្ថកិច្ចនៅក្នុងខេត្តព្រះសីហនុគិតចាំពីពាក់កណ្ដាលខែមករារហូតដល់ថ្ងៃទី25ខែកុម្ភៈឆ្នាំ2026នេះបានចុះពិនិត្យកាស៊ីណូសង្ស័យជាប់ពាក់ព័ន្ធនឹងការឆបោកអនឡាញសរុបចំនួន89ទីតាំងមាន313អគារជាលទ្ធផលសមត្ថកិច្ចទទួលបានការបង្ក្រាបនិងសម្រេចបិទគប់ទីតាំងចំនួន57កន្លែងស្មើនឹង224អគារដោយបានឃាត់ខ្លួនជនសង្ស័យចំនួន81នាក់ក្នុងនោះមានស្ត្រីចំនួន9នាក់ក្នុងនោះដែរមានជនជាតិឥណ្ឌូនេស៊ីជនជាតិចិនជនជាតិនេប៉ាល់ជនជាតិវៀតណាមជនជាតិមីយ៉ាន់ម៉ាដើម្បីបន្តអនុវត្តតាមនីតិវិធីច្បាប់ផ្អែកទៅតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តរប្រវេសន៍នៃក្រសួងមហាផ្ទៃការបិទគប់ទីតាំងនៅក្នុងរាជធានីខេត្តដែលក្រុមឧក្រិដ្ឋជនធ្លាប់បានប្រើប្រាស់សម្រាប់បទឧក្រិដ្ឋដែលបានជំរុញឲ្យជនបរទេសសរុបចំនួនប្រមាណជា223,610នាក់បានស្ម័គ្រចិត្តចាកចេញពីប្រទេសកម្ពុជាទៅប្រទេសរបស់ពួកគេវិញគិតចាប់តាំងពីថ្ងៃទី13ខែមករារហូតដល់ថ្ងៃទី26ខែកុម្ភៈឆ្នាំ2026នេះក្នុងនោះផងដែរមានជនជាតិចិនជនជាតិវៀតណាមជនជាតិឥណ្ឌូនេស៊ីជនជាតិឥណ្ឌាជនជាតិបង់ក្លាដេសនិងជនជាតិប៉ាគីស្ថានទន្ទឹមនឹងគ្នានេះដែរមានក្រុមមេខ្លោងមួយចំនួនបានរត់គេចពីសមត្ថកិច្ចដោយនៅក្នុងចំណោមនោះខ្លះបានចាកចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសផ្សេងពីកម្ពុជាដើម្បីនឹងអនុវត្តបន្តទៀតនៅសកម្មភាពឆបោកនិងខ្លះបានលាក់ខ្លួននៅក្នុងប្រទេសកម្ពុជាដោយបានផ្លាស់ប្ដូរទម្រង់នៃការឆបោកទៅជាក្រុមតូចៗដើម្បីលបលួចប្រព្រឹត្តនៅតាមទីតាំងផ្ទះជួលផ្សេងៗគ្នានិងខ្លះនៅក្នុងរូបភាពចល័តក្រុមសមត្ថកិច្ចនៅក្នុងរាជធានីខេត្តទាំង25កំពុងបង្កើនសកម្មភាពបោសសម្អាតស្រាវជ្រាវស៊ើបអង្កេតនិងបង្ក្រាបយ៉ាងយកចិត្តទុកដាក់ទៅលើទីតាំងដែលមានការលបលួចធ្វើសកម្មភាពដោយមិនអនុញ្ញាតឲ្យមានការជ្រកប្រព្រឹត្តបទល្មើសទោះសម្បុកតូចឬធំក៏ដោយក្នុងក្របខ័ណ្ឌនៃការអនុវត្តយ៉ាងម៉ឺងម៉ាត់តាមបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលរបស់កម្ពុជាយើងត្រូវបន្តស្រាវជ្រាវឧក្រិដ្ឋកម្មឆ្លងដែននេះឲ្យដល់ឫសគល់នៃបញ្ហាដើម្បីឈានទៅគ្រប់គ្រងនិងបោះសម្អាតឲ្យអស់ពីកម្ពុជានេះគឺជាប្រសាសន៍លើកឡើងនាពេលថ្មីៗនេះរបស់ឯកឧត្តមសន្តិបណ្ឌិតឆៃស៊ីណារិតទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសនិងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា